ជំរាបសួរបងប្អូនថ្ងៃនេះយើងនឹងនិយាយអំពីខេត្តកែបដែលជាខេត្តដែលតូចជាងគេនៃប្រទេសកម្ពុជាមានផ្ទៃដីចំនួន336គីឡូម៉ែត្រការ៉េនិងចំនួនប្រជាជន41798នាក់ជាខេត្តថ្មីមួយរបស់កម្ពុជាត្រូវបានបង្កើតឡើងនៅក្នុងថ្ងៃទី22ខែធ្នូឆ្នាំ2008ខេត្តនេះក៏មានរួមបញ្ចូលក្រុងកែបនិងឧទ្យានជាតិកែបផងដែរខេត្តកែបត្រូវបានព័ទ្ធជុំវិញដោយខេត្តកំពតភាគខាងត្បូងនៃខេត្តកែបស្ថិតនៅ16គីឡូម៉ែត្រពីព្រំដែនសមុទ្រកម្ពុជាថៃនិងចម្ងាយ20គីឡូម៉ែត្រពីព្រំដែនកម្ពុជាវៀតណាមខេត្តកែបមានកោះចំនួន13កោះទាំងនោះរួមមានកោះទន្សាយកោះកុដកោះម្ទេសកោះស្វាយកោះត្បាល់កោះហាលត្រីកោះស្វាយព្រៃកោះសារាងកោះពូកោះម៉ាក់ប្រាងកោះអង្ក្រងកោះអាចសេះនិងកោះស្ងួតក្នុងចំណោមកោះទាំងនោះកោះដែលធំជាងគេគឺកោះទន្សាយខេត្តកែបមានឆ្នេរសមុទ្រដ៏សក្បុសដែលជាទីទាក់ទាញរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិតាំងពីសម័យអាណានិគមបារាំងមកលើកម្ពុជាម្ល៉េះខេត្តកែបទទួលបានឈ្មោះជាភាសាបារាំងហៅថា Sumer សូមអរគុណសម្រាប់ការទស្សនា